ថ្ងៃនេះយើងមកធ្វើសម្លប្រហើរបុកម្សៅតាមបែបអ្នកស្វាយរៀងការពិតទៅសម្លមួយមុខនេះក្រុមគ្រួសាររបស់ខ្ញុំធ្លាប់ញ៉ាំធ្លាប់ធ្វើតាំងពីយូរមកហើយព្រោះម៉ែខ្ញុំគាត់ស្លគាត់បុកម្សៅហើយគាត់កិនកខ្សាយរបស់យើងហ្នឹងធ្វើជាមូលធ្វើជាម្សៅគេហៅថាសម្លម្សៅហើយគ្រឿងផ្សំរបស់យើងមានដូចពុកម៉ែបងប្អូនបានឃើញមុននឹងអញ្ចឹងបន្លែអីដាក់តាមចំណង់ចំណូលចិត្តរបស់យើងមិនសិនជាមានខ្យងអីយើងដាក់ខ្យងដាក់ខ្ចៅទៀតក៏រឹតតែឆ្ងាញ់ដែរឥឡូវនេះគ្រឿងផ្សំរបស់ខ្ញុំបានរៀបចំរួចហើយទឹកស្ករកំពឹសក៏ចាប់ផ្ដើមជាមួយនឹងជ្រុំប្រហុកស្រែរបស់យើងឡងឈ្ងុយហ្មងណាប្រហុកតែទូជ្រុំប្រហុកហើយខ្ញុំក៏ដាក់ជាមួយនឹងសាច់ជ្រូកចិញ្ច្រាំអត់មានខ្ចៅអត់មានខ្យងទេដាក់តែពីរមុខនឹងឯងសាច់ជ្រូកចិញ្ច្រាំជាមួយនឹងត្រីស្រែឥឡូវនេះយើងដាក់សាច់ជ្រូកហើយយើងក៏ដាក់ជាមួយនឹងល្ពៅដូចស្អីល្ពៅយើងក្របផុយវាជាមួយនឹងស្នៀតពោតអញ្ចឹងយើងដាក់មុនទៅហើយដើម្បីឲ្យបានផុយទៅវាល្មួតឆ្ងាញ់ហើយយើងក៏បានដាក់គ្រឿងទេសរបស់យើងមានអំបិលស្ករប៊ីចេងអីតាមហ្នឹងទៅហើយនេះគ្រឿងដែលខ្ញុំបានបុកមានគ្រឿងរបស់យើងដូចដែលយើងស្លផ្សេងអញ្ចឹងក៏កូនលក្រីម្ដេងហើយនឹងខ្ជាយខ្ទឹមអីហ្នឹងអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមដាក់ជាមួយនឹងអង្ករដែលយើងបានបុកដាក់ជាមួយនឹងទឹកក្តៅហ្នឹងហើយជ្រុំវាហើយយើងត្រងកាកវាកុំឲ្យវាដោយអាកតិចក្រើមខ្លាំងអញ្ចឹងណាបើសិនជាយើងដាក់ម្សៅមកជាម្សៅកិនណាក៏បានដែរក៏ឆ្ងាញ់ដែរអានេះគេហៅថាសម្លម្សៅយើងកិនហើយយើងមូលម្សៅដុំប៉ិនដូចតប៉ែកូនត្រីចឹងដាក់ចូលណាតែនេះខ្ញុំសាកស្លតាមបែបនេះស្វាយរៀងលើកដំបូងរបស់ខ្ញុំហើយស្លសម្លមួយនឹងនេះយើងចាប់ផ្ដើមដាក់បន្លែបន្ទាប់ផ្សំរបស់យើងនិយាយទៅយើងតូលមាត់ដូចស្អីមាត់យើងដាក់ប្រេះនេះស្លរបស់យើងចាប់ផ្ដើមចេញជារូបរាងបណ្ដាហើយទំនងពុកម៉ែបងប្អូនបើអត់ទាន់ធ្លាប់បានញ៉ាំទេសាកល្បងធ្វើទាំងអស់គ្នារសជាតិឆ្ងាញ់ប្លែកឆ្ងាញ់ហើយវាសម្បូរជាមួយនឹងវីតាមីនទៀតចាឥឡូវនេះសម្លប្រហើរម្សៅបុកម្សៅតាមបែបអ្នកស្វាយរៀងរបស់ខ្ញុំក៏បានបញ្ចប់ហើយដែរអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនានេះសម្រាប់ការទស្សនាទៅដូចរឿងភាពយន្តចឹងអរគុណពុកម៉ែបងប្អូនជម្រាបលាបាយបាយ